ត្រីនោះបានត្រឡប់មកផ្ទះវិញដោយកាន់នាងភេទរបស់កូនប្រុសគ្រាន់តែស្វែងរកប្តីសប្បាយលេងជាមួយគ្រួសារផ្សេងកូនប្តីសួរថាហេតុអ្វីបានជាកូនមិនបានត្រឡប់មកវិញទេប៉ុន្តែនៅពេលដែលគាត់បានឃើញហើយដែលគាត់ពោពេញទៅដោយការសោកស្ដាយមួយចំនួនប៉ុន្មានថ្ងៃមុនបុរសនោះបានឲ្យគេបេះដូងជំនួសកូនប្រុសដំបូងរបស់គាត់ស្រឡាញ់កូនប្រុសនេះមានន័យថាកូនប្រុសរបស់ពួកគេមិនបានមានបេះដូងជំនួសហើយគាត់បានឆ្លងកាត់នៅឆ្ងាយរហូតពេលនោះបុរសនោះនៅតែនៅដដែលជាមួយនឹងស្នេហាដំបូងរបស់គាត់និងកូនប្រុសរបស់នាងសូម្បីតែរបស់គាត់ការហៅរបស់ប្រពន្ធត្រូវបានលាក់ដោយដំបូងរបស់គាត់ស្រឡាញ់វាមិនដល់មន្ទីរពេទ្យទេបានជូនដំណឹងស្ត្រីនោះអំពីការបូជាសពនាងកូនប្រុសដែលនាងបានឃើញរូបប្តីនាងដើរកាត់បន្ទប់មួយទៀតដោយកំហឹងប្រឈមមុខនឹងគាត់ដោយសួរថាហេតុអ្វីបានជាគាត់មិនធ្វើឆ្លើយទូរស័ព្ទទៅបុរសដែលកុហកថាគាត់ទូរស័ព្ទមិននៅជាមួយគាត់នាងមិនមានទេដល់ពេលប្រកែកនាងទាញគាត់ទៅមើលកូនប្រុសរបស់ពួកគេជាលើកចុងក្រោយប៉ុន្តែគាត់បានរំនាងនៅឆ្ងាយនិយាយថាគាត់ត្រូវមើលថាកូនប្រុសដំបូងរបស់គាត់ស្នេហាដំបូងរបស់គាត់ធ្វើពុតជាធ្វើបាបកូនប្រុសបង្កើតបុរសគិតថាស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅរួចដើរទៅរកស្ត្រីដែលជេរប្រមាថស្ត្រីនោះមិនអាចយកវាទៀតទេហើយបានទះកំភ្លៀងប្តីការពារស្នេហាដំបូងរបស់គាត់ពេលឃើញរឿងនេះស្ត្រីបាត់បង់ក្តីសង្ឃឹមដែលនាងចាក់ចេញពីបន្ទប់ខូចចិត្តប្រឈមមុខនឹងការស្លាប់របស់កូនប្រុសពួកគេបុរសបានបន្តរកលេសស្ត្រីទះកំភ្លៀងគាត់យ៉ាងខ្លាំងហើយបដិញ្ញាថានឹងធ្វើឲ្យគាត់ហើយស្នេហាដំបូងរបស់គាត់ចំណាយលើអ្វីដែលពួកគេចង់បានរួចរាល់